សួរលោកគ្រូខ្ញុំឈ្មោះបើវិសាលខ្ញុំមកពីក្រុម SU 30ថ្ងៃនេះដែរខ្ញុំធ្វើវីដេអូអំពី pipe comment អញ្ចឹងឥឡូវខ្ញុំបើក terminal របស់ខ្ញុំមកមួយវិញទៀតខ្ញុំចូលទៅក្នុងសម្រាប់ខាងលើនេះគឺជា Ubuntu server របស់ខ្ញុំដើម្បីខ្ញុំ remote ចូលធ្វើការងារមួយហ្នឹងខ្ញុំដាក់ if config ដើម្បីខ្ញុំ check មើល IP ដើម្បីខ្ញុំ remote មកលើ Ubuntu server មួយហ្នឹងសម្រាប់ខាងក្រោមនេះគឺជា IP របស់ server មួយហ្នឹងដើម្បី remote ហ្នឹងបានខ្ញុំដាក់ SH ហ្នឹងដាក់ឈ្មោះសម្រាប់ IP របស់យើងគឺ192.168.70តោះមកខ្ញុំបញ្ចូល password Ubuntu server ឥឡូវនេះខ្ញុំអាច remote ចូលបាននេះអញ្ចឹងសម្រាប់ការងារទី1ចំណុចទី1របស់យើងគឺ show username អញ្ចឹងដាក់ who am I នេះគឺជា username របស់ Ubuntu server ហ្នឹងអញ្ចឹងលោកគ្រូឲ្យ list ទៅមើល list ហើយនឹង text 3 line អញ្ចឹងឥឡូវខ្ញុំដាក់ ls មើលសិនសម្រាប់ខាងលើនេះគឺជា file ទាំងអស់របស់ខ្ញុំអញ្ចឹងដើម្បីយើងអាច list វាទៅ3 line ខាងលើបានទេយើងដាក់ ls យើងដាក់នេះចឹងដក la ដកមកប្រើ pipe បន្ទាប់មកយើងដាក់ head ដក3អញ្ចឹងមានន័យថាយើង list 3 file នៅខាងលើគេបងអស់ហើយអញ្ចឹងសម្រាប់ខាងលើនេះគឺជា file របស់យើងចំពោះចំណុចបន្ទាប់មកទៀតគឺលោកគ្រូឲ្យបង្កើត file អញ្ចឹងឥឡូវខ្ញុំចូលទៅក្នុង touch ដាក់ mylist.txt បន្ទាប់មកទៀតខ្ញុំ nano ទៅក្នុង file ខ្ញុំបានបង្កើតមិញហ្នឹងហើយខ្ញុំដាក់ជាចាស់ line 1 line 2 line 3ចឹងចុះ line 4 line 5បន្ទាប់មកខ្ញុំ save file មួយហ្នឹងខ្ញុំ save វាបន្ទាប់មកខ្ញុំlist file មួយហ្នឹងដើម្បីមើលថានៅក្នុង file ហ្នឹងមានអីគេខ្លះអញ្ចឹងនេះគឺជា text មួយចំនួនដែលយើងបានបញ្ចូលមុនហ្នឹងបន្ទាប់មកទៀតគឺយើង list មើល file មួយហ្នឹងពេលដែលយើង list ជិះមកគឺវាសូទាំងអស់អញ្ចឹងដើម្បី list file នឹងយើងចង់បានតែ3 line ខាងលើនេះអញ្ចឹងគឺយើងដាក់ ls បន្ទាប់មកគឺខ្ញុំlại phải cat my file បន្ទាប់មកយើង pipe វាជាមួយនឹងhead បន្ទាប់មកយើងដាក់ដក3យើងយកតែ3 line ខាងលើទេអញ្ចឹងឃើញវាចេញមកតែ3 line ខាងលើនេះទេអញ្ចឹងសម្រាប់ការងាររបស់យើងមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូជំរាបលា